កាន់តែក្តៅហើយថៃបញ្ជូនទាហាននិងអាវុធទៅកាន់ព្រំដែនភូមាដើម្បីត្រៀមធ្វើការប្រយុទ្ធកាលពីថ្ងៃពុធទី19ខែវិច្ឆិកាឆ្នាំ2025មានករណីយោធាភូមាបានប្លង់គ្រាប់ចូលក្នុងទឹកដីថៃក្នុងស្រុកម៉ែសោតខេត្តតាក់ដែលនៅជាប់ព្រំដែនមីយ៉ាន់ម៉ាឧបទ្ទវហេតុនេះកើតឡើងដោយសារកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាធ្វើប្រតិបត្តិការកំទេចទ្រង់ទ្រាយធំលើក្រុមអ ுக ្រិតជនឆបោកតាមប្រព័ន្ធអនឡាញនៅតំបន់សេដ្ឋកិច្ចពិសេស KK Park ដែលស្ថិតនៅក្នុងស្រុកម៉ាយ៉ាវ៉ាឌីនៃរដ្ឋការ៉ែនការប្លង់គ្រាប់របស់យោធាមីយ៉ាន់ម៉ាចូលក្នុងទឹកដីថៃបានបណ្ដាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋថៃចំនួន4ខ្នងហើយអាជ្ញាធរថៃបានធ្វើការជម្លៀសប្រជាជនចេញពីតំបន់ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយលោកវរធេពប៊ុនយ៉ាមេបញ្ជាការយុទ្ធភូមិភាគទី3ថៃបានបញ្ជាឲ្យក្រុមទាហានធ្វើការចោទគ្រាប់បែកតបតទៅលើកម្លាំងយោធាមីយ៉ាន់ម៉ាវិញជាការព្រមាននិងបានស្នើសុំធ្វើការចរចាជាមួយគណៈកម្មការព្រំដែនថៃមីយ៉ាន់ម៉ាឬហៅកាត់ថា TBC ដើម្បីសម្របសម្រួលប៉ុន្តែរហូតមកដល់រសៀលថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025នេះសភាពការព្រំដែនថៃមីយ៉ាន់ម៉ាហាក់កាន់តែតានតឹងដោយក្រុមប្រដាប់អាវុធភូមានៅតែបន្តប្លង់ចូលទឹកដីថៃជាបន្តបន្ទាប់ជាការឆ្លើយតបមេបញ្ជាការភូមិភាគ3ថៃបានបញ្ជូនកងកម្លាំងនិងអាវុធទៅកាន់ព្រំដែនបន្ថែមហើយបានបញ្ជាឲ្យយោធាថៃបាញ់កាំភ្លើង110មីលីម៉ែត្រជាការព្រមានដល់យោធាមីយ៉ាន់ម៉ាផងដែរតើមីយ៉ាន់ម៉ានឹងធ្វើសង្គ្រាមជាមួយថៃដែរឬទេសូមរងចាំតាមដានបន្តទាំងអស់គ្នាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានជាតិព័ត៌មានអន្តរជាតិក៏ដូចជាចំណេះដឹងផ្សេងៗទៀតសូមអរគុណ